នៅថ្ងៃនេះកម្ពុជាអបអរទិវាបរិស្ថានជាមួយការប្រកាសពីការរកឃើញវត្តមានសត្វព្រៃជាច្រើនប្រភេទនៅក្នុងឧទ្យានជាតិវ៉ិនសៃសៀមប៉ាងក្នុងនោះមានទាំងសត្វដែលទទួលរងការគំរាមកំហែងជិតផុតពូជនិងសត្វដែលគេមិនដែលបានជួបប្រទះនៅក្នុងតំបន់សិក្សានោះការសិក្សាស្រាវជ្រាវដែលទៅចុះផ្សាយថ្មីនេះបានបញ្ជាក់ពីវត្តមានសត្វព្រៃជិត50ប្រភេទក្នុងឧទ្យានជាតិវ៉ិនសៃសៀមប៉ាងនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជាក្នុងនោះមានថនិកសត្វចំនួន7ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជហើយមានប្រភេទខ្លះពុំដែលត្រូវបានប្រទះឃើញផ្ទាល់ភ្នែកនៅក្នុងតំបន់សិក្សានោះឡើយសត្វព្រៃកម្រទាំង7ប្រភេទនោះមានទន្សោងពង្រូលស្វាកន្ទុយសជើងក្រហមតូចថ្ពាល់លឿងឥសានសត្វកេះខ្លាឃ្មុំតូចនិងខ្លាពពកការស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិរយៈពេល8ខែគិតចាប់ពីខែមករាដល់ខែសីហាឆ្នាំ2025ត្រូវបានអនុវត្តដោយក្រុមអ្នកវិទ្យាសាស្ត្រចម្រុះមកពីក្រសួងបរិស្ថានអង្គការអភិរក្សអន្តរជាតិកម្ពុជា CI និងអង្គការ Wildlife Allianceអ្នកស្រាវជ្រាវបានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន47ប្រភេទរួមមានថនិកសត្វ26ប្រភេទបក្សី18ប្រភេទនិងសត្វល្មូន3ប្រភេទលទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកលនៃឧទ្យានជាតិវ៉ិនសៃសៀមប៉ាងហើយក៏បានផ្ដល់ព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃនិងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រដែលអាចជួយតម្រង់ទិសដល់ការងារអភិរក្សនាពេលអនាគតទោះបីជាតំបន់សិក្សានេះមានសារៈសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយក៏នៅមិនទាន់មានការស្រាវជ្រាវនិងអង្កេតជីវៈចម្រុះឲ្យបានទូលំទូលាយនៅឡើយទេដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិតទោះជាយ៉ាងណាកិច្ចសហការរវាងស្ថាប័នរដ្ឋអង្គការក្រៅរដ្ឋាភិបាលវិស័យឯកជនជនជាតិដើមភាគតិចនិងសហគមន៍មូលដ្ឋានគឺពិតជាចាំបាច់ណាស់ក្នុងការងារអភិរក្សនិងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះនៅក្នុងឱកាសអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកឆ្នាំនេះផងដែរសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានអំពាវនាវដល់សាធារណជនទាំងអស់ចូលរួមឲ្យបានផុសផុលក្នុងកិច្ចគាំពារបរិស្ថានក៏ដូចជាការគ្រប់គ្រងសំរាមផ្លាស្ទិកនិងសំណល់រឹងដើម្បីរួមគ្នាការពារភពផែនដីឲ្យមានភាពស្អាតបៃតងនិងចីរភាពជាឧត្តមប្រយោជន៍ដល់សង្គមនិងមនុស្សជាតិគ្រប់ជំនាន់